សូមជូនរឿងខ្មោចបង្ហាញខ្លួនជំរាបសួរដល់ទាំងអស់គ្នារឿងដែលខ្ញុំនឹងចែករំលែកនេះគឺជារឿងពិតមួយដែលបានកើតឡើងកាលពីឆ្នាំ2012នៅក្នុងទឹកដីក្រុងភ្នំពេញតែសូមមិនលម្អិតអំពីទីតាំងនោះទេខ្ញុំជាអ្នកខេត្តកំពង់ឆ្នាំងហើយកាលឆ្នាំនោះខ្ញុំបានឡើងពីខេត្តទៅភ្នំពេញដើម្បីបន្តការសិក្សាហើយអ្វីដែលចាំបាច់បំផុតគឺត្រូវរកបន្ទប់ជួលមួយដើម្បីស្នាក់នៅក្រោយពេលរកបានហើយខ្ញុំក៏ជញ្ជូនរបស់ចូលទៅក្នុងបន្ទប់នោះដោយសារខ្ញុំទៅចំថ្ងៃគេធ្វើការអញ្ចឹងហើយនៅម្ដុំផ្ទះជួលនោះគឺមិនសូវឃើញមានមនុស្សទេប៉ុន្តែប្រលប់ឡើងក្រោយពេលអ្នកដែលរស់នៅក្បែរៗហ្នឹងគេត្រឡប់មកពីរៀនឬមកពីធ្វើការវិញហើយបានឃើញខ្ញុំគេក៏នាំគ្នាមើលមុខខ្ញុំដោយសេចក្តីចម្លែកចិត្តអ្នកខ្លះថែមទាំងកេះគ្នានិយាយមើលមកខ្ញុំទៀតផងមិនដឹងថាចង់មានន័យយ៉ាងម៉េចទេតែខ្ញុំបានប្រាប់ខ្លួនឯងថាប្រហែលពួកគេប្លែកមុខព្រោះទើបតែឃើញខ្ញុំជាលើកដំបូងទើបបានជាមើលយ៉ាងហ្នឹងអ្វីដែលគួរចាប់អារម្មណ៍គឺទើបនឹងចូលនៅក្នុងបន្ទប់នោះបានមួយយប់ដំបូងរឿងចម្លែកក៏បានកើតមានឡើងបាត់ទៅហើយគ្រាន់តែថាពេលហ្នឹងខ្ញុំនៅមិនទាន់ដឹងតែប៉ុណ្ណោះគឺយប់ឡើងខ្ញុំបានរៀបចំសៀវភៅដាក់នៅលើតុចំណែកខោអាវគឺខ្ញុំបានចងខ្សែដើម្បីដាក់ព្យួរប៉ុន្តែព្រឹកឡើងពេលភ្ញាក់ពីគេងបែរជាឃើញខោអាវទាំងអស់នោះបានធ្លាក់ចេញពីខ្សែអស់គ្មានសល់មួយដល់ពេលចម្លែកអញ្ចឹងខ្ញុំនេះវារៀងឆ្ងល់ដែរប៉ុន្តែរកចម្លើយសម្រាប់ខ្លួនឯងមិនឃើញនោះទេដល់អញ្ចឹងបានត្រឹមតែប្រមូលខោអាវទាំងអស់នោះយកទៅដាក់លើខ្សែវិញហើយពេលថ្ងៃដូចជាមិនមានអ្វីទេអញ្ចឹងហើយសូមកាត់ទៅដល់យប់ទី2តែម្ដងយប់នោះរឿងចម្លែកក៏បានកើតឡើងផងដែរប៉ុន្តែមិនមែនជាមួយខោអាវទៀតទេគឺសៀវភៅដែលខ្ញុំបានដាក់នៅលើតុនឹងឯងវាស្រាប់តែធ្លាក់ចេញពីលើតុអស់ពី3ក្បាលតែរឿងសៀវភៅនឹងខ្ញុំយល់ថាវាអាចមកពីសត្វកណ្ដុរអញ្ចឹងហើយទើបខ្ញុំមិនបានចាប់អារម្មណ៍អ្វីច្រើនចូលដល់ប្រលប់នៃថ្ងៃទី3ខ្ញុំក៏បានចេញមកអង្គុយលេងនៅខាងក្រៅសូមបញ្ជាក់ថាបន្ទប់ជួលរបស់ខ្ញុំនឹងគឺនៅជាន់ទី1ហើយអ្វីដែលខ្ញុំសង្កេតឃើញប្លែកគឺជាន់របស់ខ្ញុំនឹងមានបន្ទប់ចំនួន5ហើយបន្ទប់ខ្ញុំនៅចុងគេបើរាប់ពីជណ្ដើរទៅចំណែកបន្ទប់ទី4ទី3និងទី2គឺអត់មានអ្នកនៅទេមានតែបន្ទប់ទី1ក្បែរជណ្ដើរប៉ុណ្ណោះល្ងាចនោះពេលចេញមកអង្គុយលេងខ្ញុំស្រាប់តែឃើញបងស្រីម្នាក់កំពុងអង្គុយលេងមុខបន្ទប់គាត់ដែរខ្ញុំបានញញឹមនឹងដើរទៅរកគាត់ដើម្បីរាក់ទាក់នឹងចង់ស្គាល់គ្នាតែចៃដន្យអីពេលហ្នឹងទូរស័ព្ទគាត់ក៏បានរោឡើងដោយខ្ជិលរំខានកាត់ចង្វាក់គាត់ពេលដើរទៅដល់ខ្ញុំក៏បង្ហួសចុះទៅក្រោមតែម្ដងពេលទៅដល់ខាងក្រោមខ្ញុំក៏ទទួលអារម្មណ៍ចម្លែកសារជាថ្មីព្រោះអីអ្នកនៅជាន់ខាងក្រោមនោះគេនៅតែមើលមកខ្ញុំដោយអាការៈចម្លែកដដែលបន្ទាប់ពីដើរទៅដល់ខាងក្រៅនឹងធ្វើជាទិញអីញ៉ាំរួចហើយខ្ញុំក៏វិលត្រឡប់ចូលមកវិញតែពេលនោះអ្នកមីងម្នាក់គាត់ក៏បានហៅខ្ញុំនិងសួរថាមីអូនឯងនៅបន្ទប់ខាងលើនេះមែនអត់អីណាអីក្មួយខ្ញុំក៏ឆ្លើយទាំងញញឹមថាអត់អីទេមីងតែខ្ញុំក៏មិនបានសួរបកទៅវិញទោះបីកំពុងឆ្ងល់នឹងសំណួររបស់គាត់នឹងក៏ដោយបន្ទាប់ពីឆ្លើយរួចខ្ញុំក៏ដើរត្រឡប់ទៅខាងលើវិញពេលហ្នឹងគឺបាត់មិនឃើញបងស្រីម្នាក់នោះទៀតទេប្រហែលគាត់ចូលបន្ទប់វិញហើយដល់អញ្ចឹងខ្ញុំក៏ដើរបង្ហួសទៅបន្ទប់ខ្ញុំដូចគ្នាយប់ហ្នឹងដូចជាមិនមានរឿងចម្លែកអ្វីកើតឡើងនោះទេប៉ុន្តែនៅយប់បន្ទាប់ម៉ោងប្រហែល1រំលងអធ្រាត្រខ្ញុំស្រាប់តែភ្ញាក់ដឹងខ្លួនដោយសារបានឮសំឡេងមនុស្សស្រីយំខ្ញុំខំប្រឹងផ្ទៀងស្ដាប់មែនទែនប៉ុន្តែស្ដាប់មិនដឹងទេថាសំឡេងនោះវាឮនៅក្នុងបន្ទប់ខ្លួនឯងឬឮមកពីខាងក្រៅតែក្រោយពេលគិតមួយសន្ទុះទៅខ្ញុំក៏យល់ថាប្រហែលឮមកពីខាងក្រៅទេហើយក៏អាចជាសំឡេងបងស្រីដែលមានបន្ទប់នៅក្បែរជណ្ដើរនោះដែរដោយចង់ដឹងថាមានរឿងអីខ្ញុំក៏បើកបង្ហើបទ្វារអាចមើលទៅខាងក្រៅបន្តិចប៉ុន្តែនៅខាងក្រៅគឺអត់ឃើញមាននរណាទេស្របពេលដែលសំឡេងយំនោះនៅតែបន្តឮខ្ញុំក៏បិទទ្វារចូលមកសង្ងំគេងវិញគេងមិនលក់បានមួយសន្ទុះពេលចោលភ្នែកមើលទៅខ្សែដែលខ្ញុំចងសម្រាប់ព្យួរខោអាវខ្ញុំស្រាប់តែបានឃើញដូចជារូបរាងនរណាម្នាក់កំពុងតែឈរនៅទីនោះពេលហ្នឹងក្នុងបន្ទប់ខ្ញុំវាងងឹតទេ
តែអ្វីដែលខ្ញុំឃើញហ្នឹងគឺវាខ្មៅជាងភាពងងឹតទៅទៀតដោយភាពភ័យខ្លាចខ្ញុំក៏ប្រញាប់ទាញភួយយកមកគ្របឡើងជិតឈឹងតាំងពីក្បាលដល់ចុងជើងខ្ញុំយល់ថាសភាវៈខ្មៅនោះកំពុងតែដើរចូលមកជិតខ្លួនខ្ញុំហើយព្រោះឯពេលហ្នឹងខ្ញុំទទួលអារម្មណ៍ថាអាកាសធាតុនៅក្បែរខ្លួនខ្ញុំនឹងគឺវាប្រែជាត្រជាក់ឡើងយ៉ាងចម្លែកប៉ុន្តែមួយសន្ទុះក្រោយមកសំឡេងយំក៏បានស្ងាត់បាត់ទៅឯភាពត្រជាក់ដែលនៅក្បែរខ្លួនខ្ញុំនឹងក៏បានបាត់ទៅដូចគ្នាខ្ញុំចាប់ផ្ដើមបែកញើសនៅពីក្រោមភួយរហូតមួយសន្ទុះក្រោយមកខ្ញុំក៏ប្រមូលភាពក្លាហានទាញភួយចេញនិងបើកភ្នែកសម្លឹងមើលជុំវិញខ្លួនតែជុំវិញខ្លួនពេលនោះគឺអត់ឃើញមានអ្វីទេដល់អញ្ចឹងខ្ញុំក៏បន្តបិទភ្នែកសំងំគេងប៉ុន្តែអារម្មណ៍វាមិនស្ងប់ទាល់តែសោះចេះតែនៅឆ្ងល់ម្នាក់ឯងថាហេតុអីបានជាខ្ញុំត្រូវជួបរឿងបែបហ្នឹងហើយសភាវៈខ្មៅនោះវាជាអ្វីនឹងមកពីណាគិតចុះគិតឡើងខ្ញុំក៏គេងលក់ទៅព្រោះឯពេលហ្នឹងនៅសល់ម៉ោងច្រើនណាស់ទើបមេឃភ្លឺនៅយប់បន្តបន្ទាប់ខ្ញុំនៅតែជួបរឿងចម្លែកជាហូរហែជួនកាលឮសំឡេងចេញពីពិធានខាងលើដែលស្ដាប់ទៅវាដូចជាសំឡេងគេយកក្រចកខ្វាចអញ្ចឹងតែខ្ញុំបានលួងខ្លួនឯងថាវាជាសំឡេងសត្វកណ្ដុរប៉ុណ្ណោះប៉ុន្តែមានយប់មួយនោះហេតុការណ៍ជាក់ស្ដែងក៏បានកើតឡើងដែលថាជាហេតុការណ៍ជាក់ស្ដែងគឺមកពីខ្ញុំនេះឃើញរូបរាងខ្មោចច្បាស់ស្រស់តែម្ដងគឺពេលមួយនោះខ្ញុំស្រាប់តែភ្ញាក់ពីគេងហាក់ដូចជាមាននរណាដាស់អញ្ចឹងដល់ពេលភ្ញាក់ដឹងខ្លួនខ្ញុំក៏មិនបានមើលម៉ោងដែរប៉ុន្តែបើតាមស្មានវាប្រហែលជាពេលជិតភ្លឺព្រោះឮសំឡេងឡានឬសំឡេងម៉ូតូចាប់ផ្ដើមចរាចរណ៍ខ្លះហើយនៅតាមផ្លូវបន្ទាប់ពីភ្ញាក់រៀងស្វាងបន្តិចគ្រូក្បាលក៏បានបញ្ជាឲ្យខ្ញុំងាកមើលទៅកន្លែងព្យួរខោអាវពេលហ្នឹងដូចជាមានចិត្តពីរនៅក្នុងខ្លួនតែមួយអញ្ចឹងដោយមួយកំពុងតែជំរុញឲ្យងាកចំណែកមួយទៀតកំពុងតែហាមថាមិនឲ្យងាកទេព្រោះខ្លាចឃើញអ្វីគួរឲ្យខ្លាចដូចយប់មុនចិត្តកំពុងតែប្រទាញប្រទង់គ្នាសំឡេងមួយក៏បានបន្លឺឡើងនៅកន្លែងព្យួរខោអាវវាជាសំឡេងកៅអីជ័រដួលរលំដល់ពេលងាកទៅមើលខ្ញុំក៏បានឃើញនារីម្នាក់អាយុប្រហែលនឹងខ្ញុំកំពុងតែឈរនៅលើកៅអីមួយផ្សេងទៀតប្រុងប្រៀបចងកដែលមុខរបស់នាងពេលនោះគឺពោពេញទៅដោយទុក្ខសោកនិងដំណក់ទឹកភ្នែកហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺខ្ញុំឃើញករបស់នាងមានស្នាមជាំស្រាប់ទៅហើយមុខគួរឲ្យអាណិតក៏ពិតមែនតែខ្ញុំអត់មានអារម្មណ៍អាណិតទេព្រោះកំពុងតែខ្លាចដោយសារខ្ញុំដឹងថានាងមិនមែនជាមនុស្សទេភ្លាមនោះទឹកភ្នែកដែលហូរចេញមកក៏បានប្រែជាឈាមវាធ្វើឲ្យខ្ញុំនេះកាន់តែតក់ស្លុតខ្លាំងឡើងដោយមិនអាចទ្រាំបានខ្ញុំក៏ប្រញាប់ស្ទុះចុះពីគ្រែរត់ចេញទៅខាងក្រៅជាមួយនឹងអាការៈភ័យស្ទើរតែគាំងបេះដូងដោយភ័យខ្លាំងពេកពេលចេញដល់ខាងក្រៅខ្ញុំក៏ដាក់ខ្លួនអង្គុយចុះដោយសារទុនជើងបញ្ជាលែងបានតែសំណាងល្អពេលហ្នឹងមេឃរៀបចំភ្លឺហើយឆ្លងកាត់ហេតុការណ៍ចម្លែកទាំងអំបាលម៉ានវាធ្វើឲ្យខ្ញុំនេះអាចកាត់យល់បានដោយខ្លួនឯងថាបន្ទប់នឹងធ្លាប់មានប្រវត្តិយ៉ាងម៉េចដល់អញ្ចឹងក្រោយពេលអង្គុយនៅខាងក្រៅរហូតដល់មេឃភ្លឺច្បាស់ល្អខ្ញុំក៏ចូលទៅក្នុងបន្ទប់វិញដើម្បីរៀបចំប្រមូលរបស់របរចាកចេញហើយខ្ញុំមិនបានសួរអ្នកណាឬប្រាប់អ្នកណាឡើយអាចចាត់ទុកថាសំណាងដែរដែលខ្ញុំទៅនៅបន្ទប់ថ្មីដោយមិនបានជួបរឿងចម្លែកអ្វីបាទរឿងរបស់បងស្រីក៏បានមកដល់ទីបញ្ចប់ហើយអរគុណលោកអ្នកដែលបានចំណាយពេលស្ដាប់សូមគោរពលាជួបគ្នាវីដេអូក្រោយ